បាទសួស្តីអ្នកទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីថ្ងៃហ្នឹងខ្ញុំចង់និយាយពីភាពជោគជ័យជាទូទៅយើងបែរជាធ្លាប់ឮច្រើនតែទៅមួយគេនិយាយរឿងភាពជោគជ័យភាពបរាជ័យផ្សេងៗហ្នឹងទៅប៉ុន្តែថ្ងៃនេះខ្ញុំសូមនិយាយពីភាពជោគជ័យអញ្ចឹងដើម្បីឲ្យជីវិតរបស់យើងទទួលបាននូវភាពជោគជ័យតាមនិយមន័យឬក៏តាមអ្វីដែលយើងចង់បានវាមានធាតុផ្សំពីរចូលរួមសំខាន់អ្វីដែលយើងត្រូវធ្វើទី1ហ្នឹងគឺតើតើមួយការគិតរបស់យើងសិនតែយើងមានការគិតហើយយើងជឿជាក់ហើយយើងគិតវិជ្ជមានកម្រិតណានិយាយទៅភាពជោគជ័យផ្សារភ្ជាប់ជាមួយនឹងជំនឿចិត្តនៅពេលដែលយើងមានជំនឿចិត្តកាន់តែខ្លាំងឱកាសនៃភាពជោគជ័យរបស់យើងគឺកាន់តែខ្លាំងតាមនឹងដែរបាទហើយទី2នោះគឺភាពជាប់លាប់ឬក៏វិន័យនឹងឯងជាទូទៅទម្លាប់ទូចវាធ្វើឲ្យយើងបង្កើតបានជាសមិទ្ធផលឬក៏លទ្ធផលធំអញ្ចឹងខ្ញុំលើកទឹកចិត្តទាំងអស់គ្នាចាប់ផ្ដើមបង្កើតទម្លាប់ល្អឬក៏ការអនុវត្តណាមួយដើម្បីឲ្យភាពជោគជ័យនឹងកាន់តែចូលមកក្នុងជីវិតរបស់យើងឧទាហរណ៍ថាយើងចង់ក្លាយជាមនុស្សម្នាក់ដែលមានចំណេះដឹងច្រើនជាងមុនអញ្ចឹងចំណេះដឹងនៅក្នុងសម័យនេះយើងអាចរកបានងាយយើងអាចរកបានតាមរយៈការអានសៀវភៅតាមរយៈការចូលទៅក្នុង YouTube ឬក៏ Facebook ហើយយើង follow influencer ណាមួយដែលគេនិយាយទៅតជាមួយនឹងផ្នត់គំនិតទៅតមួយការអវត្តខ្លួនផ្សេងៗហ្នឹងប៉ុន្តែត្រូវស្ដាប់វាឲ្យជាប់លាប់មួយថ្ងៃស្ដាប់តែ5នាទីឲ្យដឹង5នាទីរាល់ថ្ងៃយើងសភៅយើងអានមួយថ្ងៃ2ទំព័រឲ្យដឹង2ទំព័ររៀងរាល់ថ្ងៃយើងអាចបូកដកគុណចែកទៅ2ទំព័ររយៈពេល1ឆ្នាំយើងបានជួបគំនិតអីខ្លះយើងគិតមើលបានជួបគំនិតអីខ្លះបានទទួលបទពិសោធន៍នៃការស្ដាប់អីខ្លះហើយយើងអាចយកអារឿងហ្នឹងមកអនុវត្តដល់ពេលអញ្ចឹងយើងខ្លាចជំនុំម្នាក់ដែលមានគំនិតច្រើនជាងមុនដែរអញ្ចឹងអានេះគ្រាន់តែជាឧទាហរណ៍ទូចមួយមានឧទាហរណ៍ច្រើនទៀតយើងចង់បានសម្រាប់មួយអញ្ចឹងសរុបមកវិញតែការពីរផ្នែកហ្នឹងសំខាន់បន្ទាប់មកយើងអាចមានសកម្មភាពផ្សេងប៉ុន្តែត្រូវពីរផ្នែកហ្នឹងដើរទៅមុនគេសរុបមកវិញទី1តើតើមួយការគិតជំនឿចិត្តដែលគិតដែលយើងអាចធ្វើបានណាហើយទី2គឺភាពជាប់លាប់ឬក៏វិន័យនឹងឯងខ្ញុំធ្លាប់ឮគេនិយាយមួយថាវិន័យនាំមកនៅសេចក្តីថ្លៃថ្នូរប៉ុន្តែខ្ញុំសូមកលៃបន្តិចវិន័យនាំមកនៅភាពជោគជ័យសម្រាប់ជីវិតអញ្ចឹងចង់ជោគជ័យផ្នែកអីដាក់វិន័យធ្វើហើយបង្កើតជំនឿចិត្តឲ្យខ្លួនឯងកាន់តែខ្លាំងជូនពរអ្នកទាំងអស់គ្នាដែលកំពុងស្ដាប់ទទួលបាននូវភាពជោគជ័យតាមអ្វីដែលខ្លួនឯងចង់បានតាមនិយមន័យនៃជីវិតរបស់យើងម្នាក់បាទសូមអរគុណ